ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះចិនស្រីសជាបុគ្គលិកសង្គមគិច្ចនៅអង្គការអនាគតកុមារអន្តរជាតិហើយថ្ងៃនេះនាងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីគម្រោងមួយដែលមានន័យខ្លាំងណាស់សម្រាប់នាងខ្ញុំជាផ្នែកមួយនៃគម្រោងការថែទាំកុមារនៅក្នុងគ្រួសារជាអត្តភាពចម្បងរបស់យើងក្រោមជំនួយមូលនិធិភ្នាក់ងារអាមេរិក USAID ក្នុងរយៈពេលប្រមាណខែមកនេះអង្គការល្ខោនគំនិតបាននឹងកំពុងជួយទៅដល់ក្រុមយុវជនរបស់យើងក្នុងការបង្កើតវេទិកាសម្ដែងល្ខោនពិភាក្សាដើម្បីចូលរួមជាមួយនឹងគ្រួសារនៅក្នុងសហគមន៍ក្រោមប្រធានបទការមិនបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់បន្ទាប់ពីទស្សនាល្ខោនដែលបង្ហាញពីបញ្ហាប្រឈមនៅក្នុងសហគមន៍រួចមកយើងក៏បានស្នើសុំឲ្យកុមារនិងគ្រួសារក៏អាចចូលរួមសម្ដែងលេងនិងចែករំលែកពីវិធីសាស្ត្រក្នុងការដោះស្រាយដោយបង្ហាញថាមណ្ឌលថែទាំត្រូវបានចាត់ទុកថាជាជម្រើសចុងក្រោយយើងសូមចែករំលែកដល់អ្នកទាំងអស់គ្នាអំពីលទ្ធផលនៃការសម្ដែងទាំង10លើករបស់ពួកយើងក្រោមចំណងជើងថារឿងខ្ចង់ឥតសម្បកដែលបង្ហាញអំពីគ្រួសារមួយដែលមានចំនួនកូន5នាក់ដែលកំពុងជួបនឹងការលំបាកក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេវីដេអូដំបូងនេះបានបង្ហាញអំពីអំពើហិង្សានៅក្នុងគ្រួសារដែលជាហេតុចម្បងធ្វើឲ្យគ្រួសារបញ្ជូនកូនរបស់ពួកគេទៅរស់នៅក្នុងមណ្ឌលថែទាំកុមារដូច្នេះសូមអ្នកទាំងអស់គ្នារីករាយទស្សនាដូចតទៅមកវិញឲ្យស្រាវណាអូយខ្លាំងមកគេវិញអត់មិនស្លាប់ទៅបាយពុកទីអស់ហើយបងតែគេបាយពុកទីមកតែប្រឹងឯងធ្វើម៉េចណាឯងប្រឹងធ្វើម៉េចទៅមីក្រូមកឯងប្រឹងទៅស្រួលទៅមកយូរទៅក្លោមកយូរទៅណាខ្ញុំនឹងសូមឲ្យអ្នកសម្ដែងរបស់យើងសម្ដែងឈុតសំខាន់មកវិញម្ដងទៀតហើយនៅពេលដែលកន្លែងណាមួយដែលបងប្អូនឃើញថាលោកពូក៏ចេះអូបើខ្ញុំជាពូមឿនវិញកន្លែងហ្នឹងខ្ញុំមិនស្រេចចិត្តដូចពូមឿនទេខ្ញុំនឹងធ្វើការស្រេចចិត្តផ្សេងដល់ពេលដែលពុកម៉ែបងប្អូនមានការយល់ឃើញដូចនេះសូមពុកម៉ែបងប្អូនស្រែកថាឈប់និងលើកដៃឡើងលើហើយខ្ញុំនឹងផ្ដល់ឱកាសឲ្យបងប្អូនអាចឡើងមកចែករំលែកគំនិតយោបល់នៅខាងលើឆាកនេះបានឆាប់មួយឆាប់អេចូលស្អាតណាស់ចេះដឹងមិនចេះជួយទៅម៉ៃវៃជួយមកមួយម៉ៃកូនចឹងណាមួយចេះពីទេខ្ញុំមិនឆាប់ដល់ឆាប់ចាំស្ដាប់អ៊ំណាកុំធ្វើបាបកូនយើងណែនាំកូនទៅខុសត្រូវយ៉ាងណាក៏ដោយយើងកុំឲ្យប្រើអំពើហិង្សាព្រោះកូនយើងធំអស់ហើយយើងសម្រួមចិត្តទៅខ្ញុំមើលអាដែលថាគេលេងឲ្យហ្នឹងខ្ញុំអាចថាយកចិត្តទុកដាក់ថាត្រូវណែនាំត្រូវមើលចៅថែរក្សាចៅឲ្យបានល្អកុំឲ្យធ្វើប្រើពើហិង្សាទៅលើចៅទៅលើអីចឹងខ្ញុំអត់ប្រើទេខ្ញុំនឹកឃើញថាសិតចៅវាអត់ដឹងអីទេបើយើងជាយាយជាតាចេះតែប្រើអំពើហិង្សាគឺទៅខុសច្បាប់មិនត្រឹមត្រូវខ្ញុំអត់ចូលចិត្តដែរបាទអីគេអញបាយកូនជុំវិញចាស់ហើយអញថាប្រើកូនតិចតួចទៀតអញទៅស្រាទៀតអីមែនទេស្រាបាយទៅក
តនឹងអំពើហិង្សាគឺយើងយកមកយើងដោះស្រាយជាមួយលោកមេឃុំអាចបញ្យល់គាត់ពីចេះហើយហៅគាត់ភាគីមកខាងស្រីឧទាហរណ៍យើងអំពើហិង្សាប្តីប្រពន្ធអញ្ចឹងយើងហៅស្រីមួយសិនយើងនិយាយពីដឹងហេតុផលហើយបានយើងហៅខាងប្រុសចូលម្ដងអញ្ចឹងយើងគាត់កំណត់ហេតុឲ្យហើយបានយើងណាត់គាត់មកជួបគ្នារឿងនេះយើងថ្លែងថាបែបណាបានយើងកាត់ក្តីបានគាត់បានតែពេលច្រើនគឺឃុំសម្រុះសម្រួលគាត់ត្រូវគ្នាវាពិតជាល្អណាស់ដែលបានឃើញសហគមន៍បានពិភាក្សាគ្នាពីរបៀបក្នុងការកាត់បន្ថយការមុនបំបែកកុមារចេញពីគ្រួសារដោយស្ថានភាពអំពើហិង្សានៅក្នុងគ្រួសារសូមទស្សនាវីដេអូបន្តរបស់យើងដើម្បីមើលការសម្ដែងនិងកត្តាផ្សេងទៀតដែលនាំឲ្យកុមារត្រូវបានបញ្ជូនទៅរស់នៅក្នុងមណ្ឌលថែទាំកុមារសូមអរគុណបាយបាយ